នៅក្នុងសម័យសេដ្ឋកិច្ចលំបាកបែបនេះអ្វីដែលពិបាកគ្រប់គ្រងបំផុតមិនមែនជាចំណាយនោះទេគឺអារម្មណ៍និងសម្ពាធផ្លូវចិត្តខ្លួនឯងចូលរៀនរស់នៅដោយភាពស្ងប់ស្ងាត់បន្ថយការចង់បានហើយបង្កើនការអត់ធ្មត់ឲ្យបានច្រើនពេលសេដ្ឋកិច្ចធ្លាក់ចុះកុំខ្មាស់គេព្រោះតែយើងមិនសូវមានលុយតែត្រូវខ្លាចខ្លួនឯងដែលគ្មានលុយហើយនៅតែចង់រស់នៅតាមខ្សែភ្នែករបស់អ្នកដទៃចូលចាំថាភាពសាមញ្ញគឺជាខែលការពារជីវិតយើងដ៏ល្អបំផុតបច្ចុប្បន្នរកស៊ីក៏ស្ងាត់ការងារក៏តឹងតែងធ្វើឲ្យយើងពេលខ្លះចង់តែបោះបង់ចោលគ្រប់យ៉ាងប៉ុន្តែចូលក្រឡេកមើលទៅក្រោយមើលមនុស្សដែលយើងត្រូវមើលថែមើលគ្រួសារដែលនៅពីក្រោយខ្នងបើដកដង្ហើមធំរួចហើយត្រូវហ៊ានងើបឈរហើយតស៊ូដើរទៅមុខទៀតព្រោះគ្មានរដូវរងាណាដែលមិនកន្លងហួសនោះទេសេដ្ឋកិច្ចក៏ដូចគ្នាថ្ងៃនេះលំបាកគឺដើម្បីសាកល្បងភាពរឹងមាំរបស់យើងតែប៉ុណ្ណោះឲ្យតែយើងចេះសន្សំសំចៃចេះបត់បែននិងមិនលះបង់ចោលគង់តែមានថ្ងៃដែលយើងអាចដកដង្ហើមបានធូរស្រាលហើយញញឹមឡើងវិញបានយ៉ាងពិតប្រាកដ